សួស្តីបងប្អូនអូខេអញ្ចឹងយើងនៅប្រាសាទបាយ័នបងប្អូនគេចម្លាក់ត្រង់ហ្នឹងអត់នឹងគឺជាចម្លាក់មួយនៅរំទងខាងត្បូងដែលចម្លាក់ត្រង់ហ្នឹងគឺមើលទៅគឺស្អាតមែនទែនហើយចម្លាក់នឹងទៀតសោតគឺបានបញ្យលឬក៏ប្រាប់ពួកយើងអំពីតតភាពជាក់ស្ដែងដែលបានកើតឡើងនៅក្នុងឆ្នាំ1181នេះគឺជាសង្គ្រាមស៊ីសាច់ហុតឈាមរវាងទ័ពព្រះបាទជ័យវរ្ម័នទី7ដែលគាត់បានច្បាំងជាមួយនឹងពួកចាមដែលមកពីចម្ប៉ាអញ្ចឹងនៅក្នុងរោងធំមួយហ្នឹងគឺយើងឃើញមានទ័ពខ្មែរជាច្រើនដែលទ័ពខ្មែរគឺគាត់មានត្រចៀកវែងហើយនឹងមានប្រើខ្សែព័ទ្ធជុំវិញខ្លួនហើយជិះនៅលើទូកនឹងគឺទូកហើយចំណែកនៅខាងហ្នឹងនឹងគឺជាទ័ពចាមដែលពួកគាត់មានសម្លៀកបំពាក់ឬក៏មួករាងដូចផ្កាហើយនឹងមានភ្នែករាងលឹបនឹងគឺជាទ័ពចាមហើយនឹងគឺជាសង្គ្រាមនៅដងទន្លេសាបដែលបានប្រើប្រាស់ទូកជាច្រើនដើម្បីច្បាំងគ្នាហើយយើងឃើញនៅខាងក្រោមទូកនេះគឺមានទ័ពខ្មែរយើងដែរនឹងខាងក្រោម